នៅក្បាលតាប្រមាណថ្ងៃទៀតទេដល់ថ្ងៃសែនក្បាលទឹកហើយអញ្ចឹងហើយឥឡូវមករៀនធ្វើនំឡើងទុកសម្រាប់សែនក្បាលទឹកទាំងអស់គ្នាបើសាច់នំវិញឡើងទុនហូបទៅអត់អួលទេអញ្ចឹងហើយយើងអាចហូបបានច្រើនណាដូចនំមួយនឹងអញ្ចឹងខ្ញុំហូបម្នាក់ឯងអស់ចិត្តមួយចាហៀងថ្ងៃនេះមកធ្វើពីរបៀបមានទាំងនំឡើងចំហុយហើយនិងនំឡើងយើងដុតដោយម៉ាស៊ីនណាអញ្ចឹងហើយបងប្អូនចង់ចំហុយក៏បានចង់ដុតក៏បានបើសិនជាបងប្អូនអត់មានម៉ាស៊ីនដុតយើងចំហុយទៅសាច់នំក៏ឆ្ងាញ់ហើយបើថាមានម៉ាស៊ីនដុតយកទៅដុតក៏ឆ្ងាញ់ដូចគ្នាវិធីធ្វើនំឡើងនេះគឺខ្ញុំមានម្សៅមីហ្នឹង2ខាំកន្លះម្សៅវ៉ានី1កំប៉ុងហើយនឹងពងទាហ្នឹងយកគ្រាប់រាងធំៗណា2គ្រាប់បន្ទាប់មកគឺខ្ញុំដាក់ស្ករសនឹង140ក្រាមប៉ុណ្ណឹងអត់ផ្អែមខ្លាំងទេបើថាចូលចិត្តរៀងផ្អែមអីដាក់1ខាំកន្លះទៅហើយ baking powder នឹងកន្លះស្លាបព្រាកាហ្វេស្ពងជែលនេះខ្ញុំដាក់30ក្រាមហើយទឹកត្រជាក់ធម្មតាហ្នឹង200 ml ដាក់គ្រឿងផ្សំទាំងអស់ហ្នឹងចូលគ្នាហើយចាប់ផ្ដើមវាយតែម្ដងដំបូងនេះគឺខ្ញុំវាយលេខ1សិនណាបន្ទាប់ពីម្សៅហ្នឹងរៀងសប់ចូលគ្នាហើយគឺខ្ញុំតឡើងលេខអស់តែម្ដងម៉ាស៊ីនហ្នឹងមានប្រមាណលេខដាក់ឲ្យអស់ទៅហើយនេះវិញគឺពេលខ្ញុំវាយបានប្រហែលជា5ទៅ6នាទីសាច់ម្សៅយើងឡើងបានប៉ុណ្ណឹងហើយប៉ុន្តែអត់ទាន់យកមកចំហុយឬក៏ដុតកោទេយើងក៏បន្តវាយរហូតតតែថាសាច់ម្សៅនឹងឡើងខាប់ហើយមើលទៅឡើងម៉ត់ស្អាតតែម្ដងណានេះគឺសាច់ម្សៅប៉ុណ្ណឹងណាខ្ញុំវាយទៅប្រហែលជាចូល13ទៅ15នាទីអីដែរហើយបន្ទាប់ពីវាយហើយខ្ញុំមានពុម្ពខ្ញុំយកមកដាក់ទ្រាប់ជាមួយនឹងกระดาษដុតនំទៅបន្ទាប់មកចាក់សាច់ម្សៅនឹងចូលទៅពងទា2គ្រាប់ជាមួយនឹងម្សៅមី2ខាំកន្លះខ្ញុំធ្វើនំថ្ងៃហ្នឹងបាន2ការប៉ັດនំឡើងនេះគឺងាយស្រួលធ្វើខ្លាំងមែនតែនឲ្យតែយើងដឹងពីរបៀបធ្វើលាយគ្រឿងផ្សំចាក់បញ្ចូលគ្នាហើយវាយតែមួយផ្លែតហ្នឹងយើងអាចយកមកចំហុយឬក៏យកមកដុតបានហើយអត់ប្រើពេលយូរទេបន្ទាប់ពីចាក់សាច់ម្សៅចូលទៅក្នុងពុម្ពអស់ហើយគឺខ្ញុំបានយកឈើចកាក់ហ្នឹងយកមកកូរវាឲ្យសប់ទៅក្នុងហ្នឹងណាដើម្បីឲ្យសាច់នំក្នុងហ្នឹងវាម៉ត់ចូលគ្នាវាអត់ប្រហោងណាបន្ទាប់ពីកូរហើយគឺខ្ញុំមានប្រេងឆាខ្ញុំបានយកចង្កឹះហ្នឹងទៅជ្រលក់ទៅក្នុងប្រេងឆាហ្នឹងហើយយកមកគូសខ្វែងនៅលើនំយើងណាដើម្បីឲ្យវាបានប្រេះស្អាតបន្ទាប់ពីគូសហើយមួយអញ្ចឹងយើងជូតម្សៅដែលជាប់ជាមួយនឹងចុងចង្កឹះហ្នឹងចេញហើយជ្រលក់ប្រេងឆាហ្នឹងម្ដងទៀតចាំយកមកគូសខ្វែងពីលើម្ដងទៀតហើយពេលគូសហ្នឹងបងប្អូនប្រយ័ត្នមិញហ្នឹងខ្ញុំស្រក់ប្រេងឆាមកតក់ចូលទៅក្នុងហ្នឹងណាប្រេងឆាហ្នឹងស្រក់ត្រូវចំកន្លែងណាប្រេះកន្លែងហ្នឹងបន្ទាប់ពីគូសហើយគឺខ្ញុំចាប់ផ្ដើមមករៀបចំដាក់ចំហុយតែម្ដងខ្ញុំបានដាក់ដាំទឹកឲ្យឡើងពុះអញ្ចឹងណាហើយបន្ទាប់មកខ្ញុំលើកនំនឹងយកទៅដាក់ចំហុយទៅប្រើភ្លើងខ្លាំងដុតរយៈពេល25ទៅ30នាទីហើយនំដែលនៅសល់មួយទៀតហ្នឹងគឺខ្ញុំបានយកទៅដាក់ដុតនៅក្នុងម៉ាស៊ីនណាខ្ញុំប្រើភ្លើងលើក្រោម170រយៈពេល40នាទីហើយនេះគឺជាសាច់នំនៅពេលដែលខ្ញុំបានដាក់ចំហុយចន្លោះពី12ទៅ15នាទីខ្ញុំបើកមើលថាវាប្រេះល្អអត់ឃើញថាវាប្រេះល្អហើយប៉ុន្តែអត់ទាន់ឆ្អិនទេអញ្ចឹងខ្ញុំក៏បន្ថែមឲ្យគ្រប់30នាទីតែម្ដងទៅផ្នែកឯនំខាងនេះវិញគឺខ្ញុំដុតបាន10នាទីឃើញថាវាឡើងហើយក៏មានឃើញមុខប្រេះតិចៗផងដែរអញ្ចឹងខ្ញុំក៏បន្តទុកដុតនឹងចោលរហូតដល់40នាទីទៅគឺនំនឹងឆ្អិនហើយនំចំហុយនេះបន្ទាប់ពី30នាទីក្រោយមកខ្ញុំបានយកឈើចង្កាក់នឹងទៅចាក់មើលទៅឃើញថានំនឹងចំហុយបានឆ្អិនល្អហើយអញ្ចឹងខ្ញុំក៏លើកចេញសិនណាសាច់នំឡើងទន់ហើយក្លិនវិញឡើងឈ្ងុយមិនថានំចំហុយមិនថានំដុតទេឈ្ងុយដូចគ្នាហើយឥឡូវនេះនំដុតខ្ញុំក៏បានឆ្អិនដែររយៈពេល40នាទីក្រោយមកឃើញថាឆ្អិនល្អហើយក៏វាប្រេះដែរប៉ុន្តែគ្រាន់ថាវាអត់សូវស្អាតដោយសារថាខ្ញុំស្រក់ប្រេងឆាមកតក់ហ្នឹងកន្លែងស្រក់ហ្នឹងគឺឃើញប្រេះហ្នឹងតែម្ដងឥឡូវនេះមកមើលសាច់នំចំហុយយើងណាគឺថាសាច់ក្នុងវាឡើងម៉ត់ហើយឡើងទន់ហូបក្តៅអញ្ចឹងនិយាយពីថាឆ្ងាញ់ហូបទៅអត់អួលទេនំនេះអញ្ចឹងបានខ្ញុំថាគ្រាន់តែចំហុយហើយនឹងខ្ញុំហូបម្នាក់ឯងអស់ចិត្តមួយចាហៀងដោយសារដាក់មួយម៉ាត់ហើយមួយម៉ាត់ទៀតមួយម៉ាត់ហើយមួយម៉ាត់ទៀតបើថានំហូបទៅអួលគឺយើងហូបអត់បានច្រើនទេឥឡូវនេះមកមើលសាច់នំដុតវិញម្ដងនំដុតនេះក៏មិនខុសពីសាច់នំ
ជំហុយប្រហែលដែរសាច់ពីក្នុងម៉ត់ដូចគ្នាហើយតុនហូបទៅក៏អត់អួលដូចគ្នាដែរនំនេះណាអញ្ចឹងហើយបើសិនជាបងប្អូនមានបំណងចង់ធ្វើនំសម្រាប់សែនក្បាលទឹកចូលឆ្នាំចិនឆេងម៉េងខាងមុខនេះដោយខ្លួនឯងណាអាចសាកធ្វើតាមរបៀបនេះបានដឹងតលែងនឹកឃើញចង់ទិញគេហើយទិញធ្វើអីទៀតបើវិធីធ្វើងាយស្រួលម្លឹងហ្នឹងនិយាយលេងណាបងប្អូនបើសិនជាមិនសូវមានពេលទេទិញគេទៅស្រួលជាង